គ្នាវីដេអូមួយហ្នឹងខ្ញុំចង់និយាយពីម៉ៅខ្ញុំអ្នកនរគ្នាខ្ញុំដឹងថាអ្នកនរគ្នាមានម៉ៅច្រើនដូចខ្ញុំអញ្ចឹងអត់ទេអ្នកនរគ្នា5ម៉ៅតែប៉ិត6ម៉ៅតែខ្ញុំចោលមួយហើយខ្ញុំចូលចិត្តពីរបៀបម៉ៅពលុធូអញ្ចឹងតែម្ដងហើយអានោះសិនលុយខ្ញុំផ្ទាល់ខ្លួនអ្នកនរគ្នាលុយផ្ទាល់ខ្លួនទីទាំងអស់និយាយទៅ brand Mac Logic នេះហ៎នេះអា170នេះខ្ញុំទិញមកខ្ទង់តម្លៃប្រហែល$12និយាយរួមទៅប្រើខ្ញុំមិនដឹងអារម្មណ៍ខ្ញុំនិយាយថាមិនទេនេះវាឆ្លងប្រើពេលបានប្រហែល2-3សប្តាហ៍ល្អមែនចាប់ដើមដល់ធ្វើខែ1ខែ2ខែអញ្ចឹងទៅវាឆ្លងចាប់ដើមឆ្លងហើយភេទម៉ៅគាត់ហ្នឹងវាអញ្ចឹងតែតម្លៃវារៀងថ្លៃណាស់នេះសម្រាប់ខ្ញុំម៉ៅតម្លៃមួយ$12-13វារៀងថ្លៃដែរម៉ៅនេះម្ដងម៉ៅនេះខ្ញុំប្រើយូរណាស់នេះប៉ុន្តែខ្ញុំអត់ល្អខ្ញុំអត់ចូលចិត្តវាមួយដោយសារវាប្រភេទសាកថ្មអញ្ចឹងពេលដែលសាកថ្មតែយើងប្រើអស់ហើយគឺយើងរត់សាកអីតែសាកថ្មក៏វាលឿនដែរអ្នកគ្នាសាកមកពេញប្រហែលជាអាចខ្ទង់20-30នាទីនោះគឺពេញហើយប៉ុន្តែខ្ញុំអត់ចូលចិត្តវាមួយគឺស្រង់សាកថ្មប៉ុន្តែវាក៏ល្អដែរហើយម៉ៅមួយនេះម៉ាក់HP នេះអ្នកគ្នាម៉ៅនឹងខ្ញុំចង់ complain គេដោយសារអីខ្ញុំទិញមកប្រើបានប្រហែល4ថ្ងៃវាច្បាស់ឆ្លងដែរវាអត់ស្ល្អដែរប៉ុន្តែសុខថាប្រើបានតែពេលខ្លះវារៀងឆ្លងវារអាក់អូលអញ្ចឹងខ្ញុំទទួលយកបាននេះម៉ៅខ្ញុំគឺត្រូវ smooth ប៉ុន្តែវាជាប្រភេទប្រើថ្ម7នេះគ្នាប្រើថ្ម7នេះចាឥឡូវម៉ៅនេះចាម៉ៅនេះតំទិញប្រើបើកប្រើថ្ងៃទី19ដែរតំទិញមកដែរតម្លៃវារៀងថ្លៃដែរហ្នឹងមួយរៀង3រៀលណាគ្នាម៉ៅនេះអញ្ចឹងអ្វីខ្ញុំប្រើទៅអានេះប្រើតែបានថ្ងៃហ្នឹងមិនដឹងត្រូវនិយាយថាម៉េចទេប៉ុន្តែបើខ្ញុំ recommend ខ្ញុំ recommend មួយនេះដែរនិយាយទៅមួយនេះខ្ញុំប្រើម៉ៅនោះចូល4-5ឆ្នាំទេអ្នកគ្នាប៉ុន្តែវាភេទសាក់ថ្មវាល្អវាមានឆ្លងមានអីទេប៉ុន្តែតម្លៃតាមចាំខ្ញុំទិញដូចជា$10ម៉ៅមួយនេះហ៎បែរហ្មងប៉ុន្តែអត់ចេះប្រើមួយវាសាក់ថ្ម